សួស្តីក៏ដូចជាស្វាគមន៍ទៅកាន់ប្រិមិត្តចឹងនេះសិនមកបន្តនៅរឿង Magic Maker បើចឹងបន្តទៀតអញ្ចឹងរឿងមួយនេះខ្ញុំមើលយូរទៅកាន់តែល្អមើលទៅហើយក៏ជក់ចិត្តជាមួយនឹងរឿង anime ដូចគ្នាដល់ពេលចឹងទៅលេងស៊ុយចង់ទៅសម្រាយរឿង 3D ក៏ប៉ុន្តែអីទេខ្ញុំនឹងឆ្លៀតសម្រាយរឿង ซีយន្តនៅពេលណាដែលខ្ញុំរៀងត្នេបន្តិចឥឡូវសម្រាយរឿង anime សិនទៅតើលើមុននឹងចូលទៅកាន់ភាពបន្តប្រសិនបើចូលចិត្តទៅលើការសម្រាយឬមួយក៏ចូលចិត្តទៅលើរឿងដែលខ្ញុំកំពុងតែសម្រាយសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងឲ្យម្នាក់មួយផងដើម្បីទទួលបានភាពបន្តទៀតតើលើដើម្បីកុំឲ្យចាំយូរតោះចូលទៅកាន់ភាពបន្តចាប់ផ្ដើមនៅក្នុងភេទនេះស៊ីអនមករៀនវេទមន្តរបស់គាត់បន្តទៀតក៏ប៉ុន្តែពេលនេះរៀងប្លែកពីពេលមុនដោយសារតែមានឪពុករបស់គាត់ជាជំនួយការស៊ីអនក៏ចង់សាក់លបងបញ្ចេញនៅធម្មពលនៃការប្រមូលផ្ដុំរបស់គាត់ដើម្បីធ្វើតេស្តជាមួយនឹងធម្មពលនៃធម្មជាតិអញ្ចឹងពេលនេះឪពុករបស់គាត់ក៏បានដុតនៅភ្លើងមួយឲ្យទៅកាន់ស៊ីអនរួចស៊ីអនក៏សាក់បញ្ចេញនៅវេទមន្តនៃការប្រមូលផ្ដុំអូយក្តៅខ្ញុំចេះភ្លើងហើយក៏ប៉ុន្តែមិនជាថ្មីនៅទេមានឪពុករបស់គាត់ចាំប្រឡូតឲ្យបន្តពីធ្វើការធ្វើតេស្តស៊ីអនក៏ដឹងអំពីរាសាឬមួយក៏ជាលទ្ធផលនៃការធ្វើតេស្តទី1នៅពេលដែលគាត់ចូលនៅការប្រមូលផ្ដុំនៃវេទមន្តរបស់គាត់ទៅប៉ះជាមួយនឹងភ្លើងវាបានធ្វើភ្លើងប្រែទៅជាពណ៌ខៀវលើពីនេះវាក៏បានឆេះទៅកាន់ធម្មពលនៃការប្រមូលផ្ដុំរបស់គាត់ដូចគ្នាមូលហេតុដែលគាត់ចង់ធ្វើតេស្តនៅពេលដែលគាត់បានឃើញទៅកាន់ Goblin គាត់ក៏ចង់សាកល្បងបញ្ចេញនៅវេទមន្តរបស់គាត់ដើម្បីទៅតាក់ទងជាមួយនឹងធម្មពលនៃធម្មជាតិបែបនេះក៏តេស្តជាមួយនឹងធម្មពលភ្លើងជាមុនសិនទៅបន្តពីធ្វើការតេស្តជោគជ័យពេលនេះស៊ីអនក៏គិតឃើញនៅពេលដែលគាត់បាញ់នៅ Fireball គ្រាន់តែគិតឲ្យភ្លាមពេលនេះចេញអាមុខរកចិត្តនឹងមកទៀតហើយមុខរបស់ស៊ីអនស៊ីអនតែងតែអញ្ចឹងនៅពេលដែលស៊ីអនអាចរៀននៅអ្វីដែលថ្មីពុកយល់ហើយអញ្ចឹងក៏ល្អដែរពុកបានយល់ពីស៊ីអនបន្ថែមទៀតរួចស៊ីអនក៏ធ្វើការស្វែងយល់ពីវេទមន្តរបស់គាត់បន្តទៀតដោយមានលោកពូកាវ៉ាធ្វើជាជំនួយការពេលនេះស៊ីអនក៏សាកបញ្ចេញនៅការប្រមូលផ្ដុំនៃវេទមន្តដាក់ទៅលើភ្លើងក៏ប៉ុន្តែវាក៏បានប្រែទៅជាពណ៌ខៀវព្រមទាំងឆេះដៃគាត់ទៅដែរស្រីតែក្តៅណាស់អ្នកទាំងពីរធ្វើបែបនេះចង់កន្លះថ្ងៃលោកពូកាវ៉ាប្រាប់ថាស៊ីអនសម្រាប់សិនទៅចាំពុកទៅរកអីឲ្យផឹកស្របពេលដែលស៊ីអនកំពុងតែសម្អាតខ្លួននោះកញ្ញារស់ក៏ចូលមកសូថាតាស៊ីអនកំពុងតែធ្វើការស្វែងយល់ពីវេទមន្តម្នេះស៊ីអនប្រាប់ថាត្រូវហើយចាំតិចទៀតចាំគាត់បង្ហាញឲ្យមើលដោយសារតែពេលនេះឪពុកមិននៅនឹងនោះទេស៊ីអនចាំទៅលើលពូកាវ៉ាត់ដោយសារតែលពូកាវ៉ាត់មិនឲ្យស៊ីអនធ្វើតែម្នាក់ឯងនោះទេខ្លាចមានគ្រោះថ្នាក់អូអញ្ចឹងតែឯងបានប្រាប់រឿងវេទមន្តទៅកាន់ឪពុករបស់អញហើយហ្នឹងហើយខ្ញុំបានប្រាប់រួចហើយឥឡូវប៉ាក៏មកជួយខ្ញុំដើម្បីរៀនពីវេទមន្តដែរមើលទៅលពូកាវ៉ាត់គាត់ក៏យល់ពីវេទមន្តដែរស្លៀតអាការនេះស៊ីអនក៏បានអរគុណទៅកាន់កញ្ញារស់ដោយសារតែនៅថ្ងៃដែលគាត់បានសម្លាប់ទៅកាន់ Goblin ពីនោះគាត់មានអារម្មណ៍ថាគាត់ដូចជាបិសាចអញ្ចឹងគុំតែបានកញ្ញារស់មកអរគុណគាត់នោះទេបានធ្វើគាត់សប្បាយចិត្តហើយគាត់ក៏មិនសូវមានវិបដិសារីដែរងាកទៅមើល Mary ពេលនេះ Mary កំពុងតែធ្វើការហ្វឹកហាត់នៅដាវរបស់នាងកញ្ញារស់ប្រាប់ឲ្យស៊ីអនបើសិនបើ Mary អីកាត់ឡើងទៅកាន់ Mary ឲ្យស៊ីអនប្រាប់ទៅកាន់ Mary ទៅតែគាត់នៅខាង Mary ចំណិច Mary ដោយសារតែបានជួបរឿងនៅពេលដែល Goblin បានមកវាយពេលនេះនាងមិនហ៊ានសម្រាកព្រមទាំងធ្វើការរៀននៅក្បាច់ដាវរបស់នាងបន្តទៀតមិនចង់ឲ្យជួបរឿងដូចពីពេលមុនបន្តទៀតឡើយតោះឥឡូវយើងមកសរុបពីវេទមន្តដែលស៊ីអនបានបានរកបាននៅពេលនេះ Mary ទី1នៅពេលដែលគាត់ធ្វើការសាកល្បងអ្វីដែលគាត់ទទួលបាននោះគឺនៅពេលដែលគាត់ប្រើនៅការប្រមូលផ្ដុំនៃវេទមន្តទៅដាក់ជាមួយនឹងភ្លើងវាក៏ឆេះដៃរបស់គាត់ហើយភ្លើងក៏មានពណ៌ខៀវហើយបើសិនបើគាត់ប្រើនៅធម្មពលការប្រមូលផ្ដុំកាន់តែច្រើនភ្លើងក៏កាន់តែខ្លាំងដែររឿងទី2ដែលគាត់រៀនបាននោះគឺគាត់បានធ្វើតេស្តនៅធម្មពលនៃការប្រមូលផ្ដុំរបស់គាត់ទៅលើកម្ដៅផ្សេងគ្នាក៏ប៉ុន្តែអ្វីដែលគាត់ដឹងទោះបីជាកម្ដៅទៅរូបប៉ុណ្ណាក៏ដោយឲ្យទឹកវាក្ដៅល្មមវានឹងអាចបញ្ឆេះនៅធម្មពលនៃការប្រមូលផ្ដុំរបស់គាត់បានដូចគ្នារឿងទី3នៅពេលដែលគាត់ប្រើនៅធម្មពលនៃការប្រមូលផ្ដុំដាក់ទៅលើដៃវាឆេះទៅដដែលនឹងក៏ប៉ុន្តែគ្រាន់តែវាមានពណ៌ក្រហមរឿងទី4រឿងដែលសំខាន់ជាងគេទោះបីជាគាត់ពាក់ស្រោមដៃក៏ដោយឲ្យតែគាត់បញ្ចេញនៅធម្មពលនៃការប្រមូលផ្ដុំឬមួយក៏ជាវេទមន្តរបស់គាត់នៅតែអាចយកទៅដាក់នឹងភ្លើងហើយភ្លើងនៅតែឆេះដៃរបស់គាត់ដដែលក៏ប៉ុន្តែពេលនេះស៊ីអននៅតែឆ្ងល់ដោយសារតែត្រីអាចបញ្ចេញនៅបាល់វេទមន្តចេញពីរាងកាយរបស់ត្រីបានក៏ប៉ុន្តែគាត់បញ្ចេញមិនបាននោះទេគ្រាន់តែលឺភ្លាមអាហ្នឹងមែនទេបងអាចធ្វើបានតើអីគេអាហ្នឹងរស់ធ្វើបានដែរមែនអត់ខ្ញុំក៏អាចធ្វើបានរួចក៏បញ្ចេញចេញមកពិតជាមានទេពកោសល្យមែនរួចស៊ីអនក៏សាក់បញ្ចេញដែរដល់ពេលដែលគាត់សាក់បញ្ចេញមកដំបូងវាមិនចង់ចេញបាននោះទេក៏ប៉ុន្តែអ្នកទាំងពីរប្រាប់ឲ្យស៊ីអនសម័យពីវេទមន្តរូបរាងដែលស៊ីអនចង់បញ្ចេញគ្រាន់តែសម័យភ្លាមស៊ីអនក៏អាចបញ្ចេញនៅវេទមន្តចេញពីដៃបានបែបនេះវាក៏បានបំផុសនៅគំនិតរបស់ស៊ីអនថ្មីមួយទៀតគាត់បានយកនៅតាគៀបអាតាគៀបនោះដូចជាចក្ខិតខ្ញុំអត់សូវច្បាស់បានដែរប៉ុន្តែពេលយកវាឲ្យទៅកិច្ចជាប់គ្នាទៅវាបញ្ចេញផ្កាភ្លើងព្រាកហើយស៊ីអនយកអាតាគៀបហ្នឹងមកគាត់ចង់យកអាតាគៀបហ្នឹងបញ្ចេញផ្កាភ្លើងហើយគាត់ប្រើនៅវេទមន្តនៃការប្រមូលផ្ដុំអញ្ចឹងវាក៏អាចបញ្ចេញនៅវេទមន្តភ្លើងបានរួចស៊ីអនក៏សាកធ្វើដោយអ្វីដែលគាត់គិតទៅគាត់ក៏អាចបាញ់នៅធម្មពលភ្លើងចេញពីដៃរបស់គាត់បានមែនតើធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនតើស៊ីអនអាមិញហ្នឹងមែនទេគឺជាវេទមន្តបងមិនដឹងទេតាមពិតវេទមន្តអញ្ចឹងសោះវាពិតជាអស្ចារ្យមែនតើហើយដូចរដងតោះគ្នាក៏អាចទាយដឹងដែរវាបញ្ចេញអាមុខរកចិត្តមកទៀតហើយអញ្ចឹងវេទមន្តដែលស៊ីអនបានបញ្ចេញទៅបាញ់មិញស៊ីអនមកដាក់ឈ្មោះឲ្យវាថាគឺជា flare អញ្ចឹងខ្ញុំសុំហៅវាថាជា flare ខ្ញុំអត់ហៅជាភាសាខ្មែរទេដោយសារតែនៅពេលដែលវាប្រើជាមកវាចេញដូចជាភ្លើងអញ្ចឹងយើងអាចហៅវាថាគឺជាវេទមន្តភ្លើងបានក៏ប៉ុន្តែវាអត់សូវសមទេដោយសារតែវាគឺជាបាល់ភ្លើងហើយអាពាក្យ flare ហ្នឹងដូចជាមានអាកភ្លើងបាញ់ flare ហ្នឹងយើងប្រាប់សម្រាប់បាញ់សុំជំនួយ
ខ្ញុំមកដឹងថាស៊ីអនគាត់សំដៅទៅលើរបៀបភ្លើងហ្នឹងឬក៏ជាភ្លើងធម្មតាទេអញ្ចឹងខ្ញុំសូមហៅរបស់នឹងថាគឺជា flare បន្ទាប់ពីចេះនៅវេទមន្តនឹងស៊ីអនក៏ធ្វើការរៀននៅវេទមន្តមួយនឹងពេញមួយខែតែម្ដងក៏ប៉ុន្តែអ្វីដែលគាត់ទទួលបាននោះគឺវាអត់រីកចម្រើននោះទេវានៅតែដដែលអញ្ចឹងគាត់គួរតែរកនៅវិធីផ្សេងហើយនៅពេលដែលស៊ីអនត្រឡប់មកវិញបានឃើញបងស្រីរបស់គាត់នៅតែព្យាយាមហ្វឹកហាត់បន្តទៀតបន្តពីថ្ងៃនោះក៏ប៉ុន្តែអ្វីដែលជារឿងធំគឺដោយសារតែនាងហ្វឹកហាត់ខ្លាំងពេកដៃរបស់នាងក៏ឈឺដែរពេលនេះទោះបីជាឪពុកប្រាប់ថាឲ្យឈប់មេរីនៅតែមិនឈប់ដែររួចស៊ីអនក៏ទៅណែនាំបន្ថែមទៀតប្រាប់ថាឲ្យឈប់ទៅក៏ប៉ុន្តែមេរីនៅតែមិនចង់ឈប់បន្តពីស៊ីអនស្រែកថាបងស្រីហើយនេះគឺជាអ្វីដែលស៊ីអនទទួលបានក៏ប៉ុន្តែអីទេមេរីក៏ឈប់ធ្វើការហ្វឹកហាត់សិនដែរលោកឪពុកព្រមទាំងស៊ីអនគិតថាមើលទៅអ្នកទាំងពីរគួរតែទុកឲ្យមេរីសម្រាប់តែឯងសិនហើយរួចពេលនេះស៊ីអនក៏បានរំលឹកអំពីធម្មពលអេឡិចត្រិកឬមួយក៏ជាធម្មពលអគ្គិសនីទៅកាន់ឪពុករបស់គាត់ប្រាប់ថាគាត់បានរៀនទៅកាន់ធម្មពលភ្លើងនេះរួចហើយពេលនេះគាត់ចង់សាកល្បងនៅអ្វីដែលថ្មីមួយទៀតដោយសារតែធម្មពលភ្លើងមួយនោះគាត់រៀនឥឡូវនេះវាមិនតរីកចម្រើនបន្តទៀតនោះទេហើយវេទមន្តដែលគាត់ចង់រៀនបន្តទៀតនោះគឺជាវេទមន្តរន្ទះលោកពូកាវ៉ាតគាត់ប្រាប់ថាគាត់មិនសូវយល់អំពីអគ្គិសនីប្រមាណនោះទេក៏ប៉ុន្តែបើនិយាយអំពីរន្ទះក៏ដូចជាធ្លាប់ឮពីណាគេនិយាយបន្ទាប់ពីគាត់រនឹកអស់មកស្ទូគាត់ក៏ដឹងថានោះគឺជាលោកពូ Grace ដែលគាត់បានរំលឹកអំពីរន្ទះអញ្ចឹងគាត់ក៏បបួលស៊ីអនទៅទីក្រុងអេស្ត្រាជាមួយនឹងគាត់តែម្ដងទៅស៊ីអនក៏ទៅបបួលមេរីក៏ប៉ុន្តែមេរីអត់បានទៅនោះទេធ្វើជាសប្បាយចិត្តព្រមទាំងប្រាប់ទៅកាន់ស៊ីអនថានាងពេលនេះកំពុងតែរវល់អញ្ចឹងនាងអាចទៅជាមួយនឹងស៊ីអនបានទេបន្ទាប់ពីស៊ីអនចេញទៅមេរីក៏ឈឺទៅកាន់ដៃរបស់នាងដោយសារតែរបួសច្រើនពេកបន្ទាប់ពីធ្វើការហ្វឹកហាត់ជាងមួយខែមកនេះស៊ីអនព្រមទាំងលពូកាវ៉ាតបានទៅដល់កន្លែងលពូក្រេសក៏បានដឹងអំពីអ្វីដែលពួកគេចង់និយាយដែលគាត់ប្រាប់ថានោះគឺជា lightning ore ឬមួយក៏ជាថ្មរន្ទះលពូកាវ៉ាតសួរថាតើគាត់អាចចូលនៅថ្មរន្ទះនោះខ្លះបានទេក៏ប៉ុន្តែលពូក្រេសប្រាប់ថាវាពិបាកមិនមកពីអាថ្មរន្ទះនោះវាកម្រទេអាថ្មរន្ទះនោះវាស្រួលរកណាស់នៅកន្លែងម៉ានក៏ប៉ុន្តែអ្វីដែលពិបាកនោះគឺពិបាកយកវាដឹកវាត្រឡប់មកវិញដោយសារតែវាមានគ្រោះថ្នាក់អញ្ចឹងអ្នកដែលបានរកឃើញវាក៏ទុកវាចោលដែរស៊ីអនបន្ទាប់ពីស្ដាប់រួចគាត់ក៏យល់ដែរដោយសារតែថ្មរន្ទះនោះវាអាចឆក់ទៅកាន់មនុស្សបានបើសិនបើប៉ះវាឆាវអញ្ចឹងគាត់ក៏គិតទៅដល់ផ្លាស្ទិកក៏ប៉ុន្តែនៅក្នុងភពមួយនេះអត់តែមានផ្លាស្ទិកទេបើសិនជាចង់បានផ្លាស្ទិកតើតែយកពីដើមដែលមានជ័រដូចជាដើមកស៊ូអញ្ចឹងយកជ័រកស៊ូមកធ្វើជាផ្លាស្ទិកដែលផ្លាស្ទិកនេះវាមានសមត្ថភាពទប់ស្កាត់ជាមួយនឹងការឆ្លងចរន្តអញ្ចឹងយើងអាចយកវាទៅចាប់នៅដុំឬមួយក៏ជាថ្មរន្ទះនោះបានក៏ប៉ុន្តែលោកពូកាវ៉ាត់ប្រាប់ថាគាត់អត់ដែលធ្លាប់ឮពីជ័រឬមួយក៏ជាដើមឈើដែលមានជ័រកស៊ូអីហ្នឹងទេរួចស៊ីអនក៏សួរពីប្រភេទផ្សេងទៀតដែលវាដូចជា E-Singlas អញ្ចឹងអាហ្នឹងខ្ញុំអត់សូវយល់ហ្មងទេ E-Singlas ហ្នឹងដែលស៊ីអនគាត់ហៅអាហ្នឹងថាគឺជា E-Singlas អញ្ចឹងទីទៀតយើងបានឃើញលោកពូ Grace បន្ទាប់ពីលឺចឹងគាត់ក៏បានទៅយកនៅ crystal មួយប្រាប់ថាវាហៅថាគឺជា crystal กระดาษឬមួយក៏ជាกระดาษ crystal ស៊ីអនបន្ទាប់ពីគាត់មើលទៅកាន់ crystal กระดาษមួយនេះគេគិតថាប្រសិនបើមាន crystal กระดาษនេះវាច្រើនគាត់អាចយកវាទៅចាប់នៅថ្មអន្ទះនោះបានអញ្ចឹងគាត់ក៏អត់សូវអីដែរស៊ីអនសួរទៅកាន់លោកពូ Grace ថាតើគាត់មាននៅថ្មกระดาษនេះច្រើនអត់ក៏ប៉ុន្តែលោកពូ Grace អត់មានទេម្ដុំនេះគាត់យកបានដោយចៃដន្យតែប៉ុណ្ណោះក៏ប៉ុន្តែគាត់ប្រាប់ថាបើសិនបើស៊ីអនចង់បានអាចទៅរកបាននៅកន្លែងជួញដូរបាននៅកន្លែងជួញដូរមានច្រើនក៏ប៉ុន្តែគេលក់រៀងថ្លៃម្ដុំល្មមនេះគេលក់ 4000 រៀលឯណោះគេហៅថារៀមបន្ទាប់ពីលឺភ្លាមស៊ីអនចង់ងាងតែម្ដងនៅសារតែវាពិតជាថ្លៃណាស់តោះស៊ីអនទៅកន្លែងជួញដូរអីវ៉ាន់ស៊ីអនបន្ទាប់ពីលឺចឹងសួរថាពុកចង់ទិញឲ្យខ្ញុំមែនទេលោកពូកាវ៉ាត់ប្រាប់ថាអីទេគាត់ចង់ទិញឲ្យស៊ីអនដោយសារតែរដងស៊ីអនមិនដែលសុំអីពីគាត់ទេបែបនេះគាត់ក៏ចង់ទិញរបស់នេះឲ្យស៊ីអនដែរឯងពិតជាឪពុកដ៏ល្អមែនជាចុងក្រោយយើងបានឃើញនៅស៊ីអនរួមជាមួយនឹងថ្មរន្ទះយ៉ាងប៉ុណ្ណានៅពីខាងក្រោមគឺជាกระดาษ crystal ដែលទុកទ្រាប់នៅ lightning ore ឬមួយក៏ជាថ្មរន្ទះមួយនេះហើយលោកពូកាវ៉ាត់ជាមួយនឹងអ្នកស្រីអេម៉ាក៏មកមើលជាមួយនឹងលទ្ធផលរបស់ស៊ីអនដែរស៊ីអនក៏សាកបញ្ចេញនៅធម្មពលវេទមន្តឬមួយក៏ជាធម្មពលនៃការប្រមូលផ្ដុំបាញ់ទៅកាន់ថ្មរន្ទះមួយនោះវាក៏បានបញ្ចេញនៅរន្ទះពណ៌ក្រហមយ៉ាងខ្មៅខ្មាញ់ក៏ប៉ុន្តែបញ្ចេញមកបន្តិចវាក៏បានត្រឡប់ទៅដូចដើមវិញបែបនេះលោកពូកាវ៉ាត់គិតថាវាប្រហែលជាបរាជ័យហើយប្រាប់ទៅកាន់ស៊ីអនថាកំតនបាក់ទឹកចិត្តអីដោយសារតែរដងស៊ីអនតែងតែបរាជ័យដំបូងចំណែកក៏ប៉ុន្តែមិនចឹងទេសម្រាប់ស៊ីអនតែប៉ុណ្ណេះវាជោគជ័យហើយគាត់បញ្ចេញអាទឹកមុខរុកចិត្តនឹងមកទៀតហើយមើលទៅស៊ីអនពិតជាសប្បាយចិត្តណាស់ណោះឃើញបែបនេះខ្ញុំក៏សប្បាយចិត្តដែរក៏ប៉ុន្តែមើលទៅកាន់ទឹកមុខរបស់ឪពុកស៊ីអនគាត់ដឹងពេលស៊ីអនធ្វើហើយនឹងបញ្ចេញអាទឹកមុខរុកចិត្តនឹងមកហើយវេទមន្តទាំង4នេះគឺជាវេទមន្តដែលស៊ីអនចង់រៀនទាំងអស់ទាំងភ្លើងទាំងទឹកទាំងខ្យល់ទាំងរន្ទះដែលឡែកដីអត់ឃើញស៊ីអនចង់រំលឹកសោះដីរួចស៊ីអនក៏ទៅអង្គុយគិតពីវេទមន្តរបស់គាត់បន្តទៀតទៅគាត់ថាពេលនេះគាត់អាចបញ្ចេញនៅវេទមន្តមួយក៏អាចធ្វើឲ្យវេទមន្តនៃការប្រមូលផ្ដុំរបស់គាត់មានប្រតិកម្មជាមួយរន្ទះបានក៏ប៉ុន្តែអ្វីដែលជាបញ្ហាធំនោះគឺគាត់មិនអាចបញ្ចេញនៅវេទមន្តរន្ទះចេញពីដៃរបស់គាត់ទេក៏ប៉ុន្តែបន្តពីគិតអស់មួយសន្ទុះវេទមន្តរាងជាបាល់ត្រូវហើយខ្ញុំមិនចាំបាច់បញ្ចេញវេទមន្តចេញជារូបរាងបាល់នោះទេខ្ញុំអាចបញ្ចេញជារូបរាងផ្សេងទៀតបានដែរតើអញ្ចឹងគាត់ក៏សាកបញ្ចេញនៅរូបរាងផ្សេងទៀតបន្ទាប់ពីរកបាននៅរបស់កំហឹងថ្មីស៊ីអនក៏ចង់ទៅប្រាប់បងស្រីក៏ប៉ុន្តែទៅដល់បន្ទប់អត់ឃើញបងស្រីទេអញ្ចឹងក៏ទៅរកនៅកន្លែងបឹងដែលបងស្រីតែងទៅ
ទៅទីនោះទៅដល់ក៏ឃើញនៅមេរីកំពុងតែហ្វឹកហាត់បន្តទៀតរហូតដល់បាក់ដាវស៊ីអនក៏ចូលទៅសួរស៊ីអនគាត់ប្រាប់ទៅកាន់បងស្រីថាគាត់ខុសហើយរហូតដល់នៅពេលដែលគាត់រៀននៅវេទមន្តតែតែមានបងស្រីមកលើកទឹកចិត្តគាត់ក៏ប៉ុន្តែគាត់ផ្ទាល់មិនដែលលើកទឹកចិត្តទៅកាន់បងស្រីទេសួរទៅកាន់បងស្រីតើបងស្រីស្អប់គាត់មែនទេក៏ប៉ុន្តែមេរីប្រាប់ថាអត់ទេនាងមិនដែលស្អប់ទៅកាន់ស៊ីអនឡើយនាងស្រឡាញ់ស៊ីអនជានិច្ចហើយក៏ស្រឡាញ់រហូតដែរនាងប្រាប់ពីមូលហេតុដែលនាងបែបនេះដោយសារតែនាងឃើញស៊ីអនកាន់តែខ្លាំងឡើងក៏ប៉ុន្តែនាងវិញនៅតែអន់ដដែលហើយជាពិសេសនាងស្អប់ទៅកាន់ខ្លួនរបស់នាងនៅពេលដែលជួបគ្រោះថ្នាក់នាងបែរជាមិនអាចធ្វើអីបានអញ្ចឹងនាងគ្រាន់តែចង់ខ្លាំងបន្ថែមទៀតដើម្បីឲ្យនាងមានភាពក្លាហានជាងមុនព្រមទាំងការពារទៅកាន់ស៊ីអននិងអ្នកដទៃទៀតបែបនេះស៊ីអនក៏ចូលទៅលួងបងស្រីរបស់គាត់អញ្ចឹងពេលនេះរៀងវិញដោយសារតែខ្ញុំចង់សម្រេចក្បោះក្បាយជាងមុនព្រមទាំងរៀនបង្កើននៅសមត្ថភាពក្នុងការសម្រេចអនិមេបន្ថែមទៀតដើម្បីឲ្យមើលទៅវារៀងល្អមើលអញ្ចឹងចាប់ពីមួយភាគទៅមួយភាគខ្ញុំនឹងព្យាយាមបង្រីកនៅសមត្ថភាពបន្តទៀតនៅក្នុងការសម្រេចរឿងឲ្យមើលទៅកាន់តែល្អមើលបែបនេះខ្ញុំសង្ឃឹមថាអ្នកនឹងពេញចិត្តទៅកាន់វីដេអូមួយនេះព្រមទាំងកុំភ្លេច like Subscribe ឲ្យម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបន្តទៀត